ថ្ងៃនេះទៅបើក្នុងទូឃើញមានឆ្អឹងគោកថ្ងៃនេះបងប្អូនខ្ញុំធ្វើស្ងោរល្ហុងជាមួយនឹងឆ្អឹងគោបងប្អូនខ្ញុំច្រោះហើយនេះច្រោះហើយនេះដាំទឹកនេះបន្លែវានេះគ្រឿងជីគ្រឿងគ្រប់មុខមានដូចជាអំបិលនេះបងអំបិលគល់ខៃម្ទេសលឹកក្រូចសើចខ្ទឹមសាវសុកចេងរួចដាក់អង្គរចូលមកអង្គរខ្ញុំច្រោះហើយវាដាក់ឆ្ងល់បងប្អូនឆ្នាំងពេញបឹបបងប្អូនពេលដែលឆ្អិនខ្ញុំយកពេលពុះខ្លាំងទៅយើងដាក់ល្ហុងបងប្អូនច្រោះហើយខ្ញុំអត់បានច្រោះឲ្យបងប្អូនឃើញទេបញ្ញាប់ពេកធ្វើអញ្ចឹងមកពេលដែលវាឆ្អិនចេញជាតិល្អហើយយើងដាក់គ្រឿងថែមទៀតតាមចំណូលចិត្តដែលយើងចង់ធ្វើទៅហូបបានបងប្អូនប៉ិនពេលដែលវាពុះហើយយើងថែមគ្រឿងតាមចំណូលចិត្តបងប្អូនណាបងប្អូនហើយវាឆ្អិនសិនពេលដែលវាពុះយ៉ាងហើយបងបន្លែចូលសិនឲ្យវាឆាប់ហុយពេលដែលវាផុយខ្លាំងវាផុយឲ្យលើកឡើងឆ្អិនហើយឆ្អិនហើយបងប្អូននេះជីទៅឆ្អិនហើយស្ងោរល្ហុងជាមួយឆ្អឹងគោឆ្អិនហើយបងប្អូនមកញ៉ាំបាយទាំងអស់គ្នាបាយបាយ